ម្នាក់នេះគិតថាគាត់អាចប្លន់ស្ត្រីចំណាស់ម្នាក់បានប៉ុន្តែនាងបានធ្វើឲ្យរឿងរបស់គាត់ខ្លាំងជាការប្រមានចំពោះអ្នកដែលចង់ធ្វើដោយចោលម្នាក់នោះ Willie Murphy គាត់មានអាយុ82ឆ្នាំនៅពេលយប់គាត់កំពុងសម្រាកនឹងអានសៀវភៅស្រាប់តែមានបុរសម្នាក់បានគោះទ្វារនៅមុខផ្ទះរបស់គាត់បុរសម្នាក់នោះបាននិយាយថាគាត់ត្រូវការរថយន្តសង្គ្រោះបន្ទាន់ប៉ុន្តែនៅពេលដែលស្ត្រីដែលមានឈ្មោះ Willie Murphy នោះគាត់មិនអនុញ្ញាតឲ្យបុរសម្នាក់នោះចូលនៅពេលនោះបុរសម្នាក់នេះក៏បានទាត់ទ្វារផ្ទះរបស់គាត់ភ្លាមអ្វីដែលគាត់មិនដឹងគឺ Willie Murphy មិនមែនជាស្ត្រីចំណាស់ធម្មតានោះទេគាត់ជាអ្នកលើកទម្ងន់ម្នាក់ដែលបានចូលរួមប្រកួតហើយអាចលើកទម្ងន់ប្រភេទ deadlift ច្រើនជាង200ផោននៅពេលនោះគាត់ប្រញាប់ប្រញាល់រត់ទៅមើលហើយគាត់បានសម្លឹងមើលបុរសម្នាក់នោះចំភ្នែករបស់គេហើយបាននិយាយថាខុសផ្ទះហើយចៅប្រុសបន្ទាប់មកអ្វីៗនៅពេលនោះក៏បានចាប់ផ្ដើមឡើងស្ត្រីម្នាក់នោះបានលើកតុមួយយកមកវាយបុរសម្នាក់នោះដែលធ្វើឲ្យតុនោះបាក់ជាពីរបន្ទាប់មកស្ត្រីម្នាក់នោះក៏បានរត់ទៅចាប់ជើងតុមួយហើយបន្តវាយបុរសនោះថែមទៀតបុរសម្នាក់នោះបានព្យាយាមរត់គេចខ្លួនប៉ុន្តែស្ត្រីម្នាក់នោះបានចាប់គាត់ដោយលោតពីលើគាត់ដូចទៅនឹងកីឡាកាស WWE អញ្ចឹងអូយហើយឡើងលោតដូច WWE អញ្ចឹងអូយសាហាវណាស់គេខ្លះធ្លាប់បានមើលកីឡាកាស WWE ហ្នឹងហើយគឺគេលោតអញ្ចឹងនៅពេលដែលប៉ូលីសមកដល់ Willie Murphy មិនបានកើតអីទេប៉ុន្តែបុរសម្នាក់នោះត្រូវបានរងរបួសជាដំណំបុរសនោះត្រូវបានគេដឹកចេញដោយរថយន្តសង្គ្រោះបន្ទាន់ហើយចំណុចល្អបំផុតគឺ Willie Murphy គាត់មិនបានចាប់ប្រកាន់និងដាក់ពាក្យបណ្ដឹងនោះទេគាត់បាននិយាយទៅកាន់ប៉ូលីសថាគេត្រូវបានគាត់ដាក់ទោសគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺគាត់ចង់បានន័យថាគាត់បានវាយបុរសម្នាក់ហ្នឹងឡើងទ្រោមខ្លួនហ្មងណាអញ្ចឹងនឹងគឺជាការដាក់ទោសរបស់គាត់ទៅលើបុរសម្នាក់ហ្នឹងអញ្ចឹងហើយទៅគាត់អត់ឲ្យប៉ូលីសដាក់ទោសបុរសម្នាក់ហ្នឹងថែមទៀតណាអ្នកទាំងអស់គ្នាជាក់ស្ដែងឃើញថាកំហុសដ៏ធំរបស់បុរសម្នាក់នោះគឺការគិតថាគេអាចលេងសើចជាមួយនឹងម៉ាក់យាយម្នាក់ដែលអាចលើកទម្ងន់បាន200ផោនដោយដៃទាំងពីរដែលគេនឹកស្មានមិនដល់អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់សាច់រឿងហ្នឹងហើយអ្នកទាំងអស់គ្នាមានគំនិតមិនដែរហើយបើសិនជាអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍ហ្នឹងហើយបានជួបចោលហ្នឹងតើអ្នកទាំងអស់គ្នាធ្វើមិនដាក់វាធ្វើដូចម៉ាក់យាយហ្នឹងឬក៏ធ្វើមិនទៀតអាចខមមិននៅក្នុងវីដេអូហ្នឹងបាន